This is a drama. I'm the drama. សួស្តីអ្នកគ្នាតោះយើងទៅមើលរឿងវាសនាស្នេហ៍យើងជាបន្តទៀតមុននឹងមយងហ៊ីនឹងពិតជាបញ្ញាប់មែនតែនខ្លាចថាមកជួបតួប្រុសយកតនណាហើយដល់ទៅពេលនាងរត់លឿនពេកទៅក៏កន្លាច់ស្បែកជើងប៊ីនឹងដួលចុះបើស្បែកជើងនឹងវាលងអញ្ចឹងហើយនាងពិបាកពាក់អញ្ចឹងហើយចំណែកដៃរ៉ូបរបស់នាងវិញក៏ប្រឡាក់ដោយឈាមទៀតដោយសារតែមុននឹងនាងបានជួយក្មេងតូចដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ចំណែកឯអូប៉ាហ៊ីថេវិញកំពុងតែរនឹកថាម្នាក់ស្រីមិញនឹងជាណាគេរនឹកចុះឡើងទៅក៏ចាំថាអូគឺជាស្រីស្អាតម្នាក់នឹងសោះមយងហ៊ីក៏មកអង្គុយពីមុខគេតែម្ដងនាងថាឲ្យខ្ញុំសុំទោសខ្ញុំឈ្មោះលីសូយុនអូប៉ាហ៊ីថេក៏សើចដោយសារតែបានជួបក្រេះហ៎មុននឹងមយងហ៊ីមកធ្វើការណាត់ជួបសូយុនក៏បានបង្រៀននាងខ្លះៗដែរធ្វើម៉េចដើម្បីឲ្យហ៊ីថេបដិសេធមិនស្រឡាញ់មយងហ៊ីដោយសារតែនាងធ្លាប់មានបទពិសោធន៍នៅក្នុងការណាត់ជួបដែរហ៎ហើយវិធីដែលនាងធ្លាប់ធ្វើនឹងសុទ្ធតែមានប្រសិទ្ធភាពណាដំបូងឡើយហ៊ីថេគេកំងយកកាហ្វេខ្មៅចំណែកឯមយងហ៊ីវិញនាងនិយាយបែបរឹកណានាងថាឲ្យសារខ្ញុំមក10មកនិយាយទៅនាងធ្វើរឹកពីមិនដើម្បីឲ្យហ៊ីថេមិនចូលចិត្តនាងទេតែបានអីហ៊ីថេគេកាន់តែពេញចិត្តនេះគេថានាងច្បាស់ជាចូលចិត្តអកុលណាស់ហើយមយងហ៊ីក៏តបថាត្រូវហើយខ្ញុំមិនអាចរស់នៅដោយគ្មានអកុលបានទេដូចលោកឃើញអញ្ចឹងតែអត់ស្រានទេគឺខ្ញុំញ័រដៃហើយហ៊ីថេគេលឺអញ្ចឹងទៅគេក៏សើចបន្ទាប់មកម្យងហ៊ីនាងក៏ផឹកស្រាឡើងមកកៅពេញតែម្ដងមិនដឹងថានាងពិបាកលេបមិនទេនេះបើនាងឡើងសភាពឲ្យគ្នាមកផឹកស្រានេះហ៊ីថេវិញគេក៏សុំផឹកដែរមកដល់ពេលចឹងអីមយងហ៊ីនាងឡើងភ្ញាក់ដោយសារតែហ៊ីថេគេឃើញមយងហ៊ីផឹកទៅដូចជាឆ្ងាញ់ពេកហ្នឹងណាអញ្ចឹងគេក៏យកស្រានឹងយកមកអកតែម្ដងទៅអត់ទេអត់មានស្មានតែគេញ៉ាំកៅមួយពីរនេះឯងតើតែគេទើបស្គាល់គ្នាណាគេឲ្យថើបគ្នាដល់វិយោលមិញហ៊ីថេគេញ៉ាំស្រានឹងទេគេថាវាពិតជាឆ្ងាញ់មែនចាប់ឲ្យមយងហ៊ីយើងតិចបរាជ័យទៅនេះតែនាងមិនទាន់អស់ក្បាច់ទេនឹងនៅសល់ក្បាច់ផ្សេងទៀតនាងក៏សួរទៅកាន់ហ៊ីថេថាលោកមកទីនេះដើម្បីរកនរណាគេម្នាក់ដើម្បីរៀបការមែនទេហ៊ីថេក៏តបថាក្រែងបលាញ់ដេតគឺដើម្បីអញ្ចឹងហីឬក៏នាងមកដើម្បីគោលបំណងអីផ្សេងទៅមយងហ៊ីថាអត់ទេនាងមកទីនេះដើម្បីរកប្តីដែលស័ក្តិសមនឹងនាងដែរតើគ្រាន់តែថានាងមានលក្ខខណ្ឌជាក់លាក់របស់នាងហ៊ីថេយើងគេឲ្យមយងហ៊ីនិយាយទៅមយងហ៊ីនាងថាទី1ខ្ញុំមិនដែលធ្វើការងារផ្ទះពីមុនមកទេធ្វើជាប្រពន្ធល្អមែនទេខ្ញុំមិនអាចធ្វើបានឡើយដោយសារតែខ្ញុំត្រូវគិតគូរពីការងារខ្ញុំជាចម្បងហ៊ីថេក៏តបថាល្អតើថារបស់ខ្ញុំជាមនុស្សស្រីដែលមានមហិច្ឆតាបែបហ្នឹងឯងយ៉ាចំចំណុចមួយបានមយងហ៊ីក៏និយាយទៀតថាខ្ញុំមិនចង់បានកូននោះទេចំណុចទី2នេះវាត្រូវជាមួយនឹងហ៊ីថេទៀតណាគឺថាហ៊ីថេគេមិនចង់បានកូនទេបើសិនជាដៃគូគេមិនចង់បាននោះនិយាយទៅគេអត់បង្ខំឲ្យមានសម្ពាធឡើយបើចង់បានពេលណាយកពេលហ្នឹងតែបើសិនជាពីរអ្នកគេមានកូនហើយមិនដឹងថាកូននឹងស្អាតមិនទៅយងហ៊ីនឹងក៏គ្មានគម្រោងនៅក្នុងការបម្រើឪពុកម្ដាយក្មេកទៀតអូប៉ាហ៊ីថេក៏ផ្ទិតដៃមួយផ្លាច់ថាមិនចាំបារម្ភពីរឿងហ្នឹងទេដោយសារតែគេនៅក្នុងគ្រួសារហ្នឹងគ្មានអ្នកគេបារម្ភពីគេទេអញ្ចឹងលក្ខខណ្ឌទាំងអស់ហ្នឹងគេគិតថាគ្មានអីពិសេសផងថែមទាំងគិតថាពីរអ្នកគេពិតជាស័ក្តិសមនឹងគ្នាខ្លាំងណាស់អញ្ចឹងហើយមយងហ៊ីក៏ប្រើមេរៀនដែលស៊ូយុនបានបង្រៀននាងទៀតនាងក៏ធ្វើជាបែបស្ងួតស្ងាត់ដកដង្ហើមធំដែលនិយាយថាតើនេះមែនទេជាអាពាហ៍ពិពាហ៍ពិតប្រាកដនោះហ៊ីថេក៏តបថាខ្ញុំមិនប្រាកដទេជាសំណួរអីដែលជ្រៅម្ល៉េះប៉ុន្តែតើនាងនៅតែមិនសួរឈ្មោះខ្ញុំទេមែនទេគេអត់សួរគេចាប់អារម្មណ៍ហ៎បើជ្រុលជាអញ្ចឹងហើយមយងហ៊ីក៏សួរហ្មងទៅលោកឈ្មោះអីហ៊ីថេក៏ប្រាប់ទៅណាថាគេឈ្មោះថាវ៉ាងហ៊ីថេលើអញ្ចឹងទៅមយងហ៊ីដូចជាគិតថាឈ្មោះនេះដូចស្តៀងអូវ៉ាងហ៊ីថេដែលចូលរៀននៅសាលាវិទ្យាសាស្ត្រសាកលវិទ្យាល័យជាតិសេអ៊ូលជាមួយនឹងបន្ទុកខ្ពស់នឹងមែនទេហ៊ីថេគេអានតែគេល្បីគេក៏សើចគេថាខ្ញុំគិតថានាងបានឃើញនៅផ្ទាំង banner នឹងហើយគឺមយងហ៊ីនឹងឃើញហើយនៅខ្វាំងជូនេះណាគេមិនឃើញទៅដូច្នេះនាងក៏ congratulation ទៅកាន់ហ៊ីថេទៅណាហើយ banner នឹងគឺប៉ារបស់ហ៊ីថេជាអ្នកបិទតើគេសប្បាយចិត្តណាស់ដែលមយងហ៊ីបានឃើញហើយចាប់អារម្មណ៍គេអញ្ចឹងមយងហ៊ីថានាងមិនបានចាប់អារម្មណ៍ទេលេងសើចអីនាងផឹកស្រាឡើងអស់មែននេះហ៊ីថេគេថាកុំញ៉ាំស្រាទាំងពោះទៅទេអញ្ចឹងយើងត្រូវតែញ៉ាំអាហារជាមួយគ្នាទៀតអាហារមែនទេត្រូវហើយតែញ៉ាំអាហារអ្នកគ្រូសូយុនក៏បានផ្ដាំមកទៀតថាបើសិនជាគេហៅឯងទៅញ៉ាំអីជាមួយគ្នាវាដូចជាមិនប្រក្រតីទេធ្វើតាមយើងទៅគេនឹងដាច់ពីឯង 100% អញ្ចឹងដើម្បីធ្វើឲ្យរំខានចិត្តរបស់អូប៉ាហ៊ីថេមយងហ៊ីក៏នាំហ៊ីថេមកញ៉ាំអីនៅកន្លែងមួយឡើងក៏ក្រិចមែនតើសូម្បីតាស្លាបព្រានឹងក៏លៀងអត់ជ្រះដែរកន្លែងនឹងរបៀបថាឡាណាមឹកហ្មងមិនតែប៉ុណ្ណោះទេមានទាំងកាឡានមានទាំងអីទៀតអយដល់កហើយហ៊ីថេយើងគ្រាន់តែឃើញកាឡាននឹងគេឡើងអស់ព្រលឹងអាលីងណែកុំថាសង្ហាមានធំអញ្ចឹងខ្លាចកាឡានណាបើអ្នកលក់វិញដៃឡើង1ម៉ែត្រចូលទៅក្នុងទឹកស៊ុបកុំថាឡើយហ៊ីថេសូម្បីតែអេដមីននេះក៏ញ៉ាំអត់ចូលដែរតែធ្វើមិនទេដើម្បីបានប្រពន្ធស្អាតហ៊ីថេមានតែខំប្រឹងតាមនឹងអញ្ចឹងទៅចំណែកមយងហ៊ីវិញមើលមាត់នាងទៅញ៉ាំឡើងឆ្ងាញ់ឃើញអូនញ៉ាំឆ្ងាញ់បងក៏សប្បាយចិត្តដែរមយងហ៊ីក៏សួរស្អីហ្នឹងមិនញ៉ាំទៅហ៊ីថេក៏សួរចំតែម្ដងថានាងនាំខ្ញុំមកទីនេះដោយសារតែនាងគិតថាខ្ញុំមិនចូលចិត្តវាមែនទេថាម៉េចខ្ញុំគិតថានេះជាអ្វីដែលល្អបំផុតហើយដែលនាងអាចធ្វើបានត្រូវទេខ្ញុំស្គាល់កន្លែងដែលអាក្រក់ជាងនឹងទៅទៀតណែស្មានតែហ៊ីថេគេដែរចូលកន្លែងអញ្ចឹងតើតែមានណាសាហាវជាងមយងហ៊ីទៅទៀតហ៊ីថេគេគិតថាមយងហ៊ីធំធាត់មកបានយ៉ាងល្អជាកូនស្រីរបស់ប្រធានក្រុមហ៊ុន Changwon Industry ប៉ុន្តែគេវិញមិនមែនជាអ្នកប្រុសតូចដ៏ទន់ភ្លន់ដូចជាមយងហ៊ីគិតទេណាគេធំឡើងមកដោយតែងតែញ៉ាំអាហារដែលនៅសល់ចំណែកឯមយងហ៊ីវិញអត់មានតបអីមួយម៉ាត់ទេហ៊ីថេគេថាស្អីនឹងញ៉ាំទៅហើយបើសិនជាគម្រោងការនឹងវាអត់បានសម្រេចទេអញ្ចឹងហើយមានតែបដូរគម្រោងការថ្មី
ហើយគម្រោងការថ្មីនឹងគឺថាមយងហ៊ីនាងនឹងទៅ shopping ទិញអីវ៉ាន់ឲ្យច្រើនជាមួយថាហ៊ីថេកគេអាចទ្រាំបានទេជាមួយនឹងមនុស្សស្រីដែលចាយខ្ជះខ្ជាយអញ្ចឹងហើយនាងមានគោលការណ៍របស់នាងមួយថ្ងៃនាងត្រូវតែបានដើរ shopping មិនថាមានអីកើតឡើងនោះឡើយតែប៉ុណ្ណឹងអីហ៊ីថេមិននឹងញញើតនោះនាងឲ្យហ៊ីថេមកតាមនាងមកនាងមានហាងនាងត្រូវទៅហើយនាងដើរឡើងខ្ទេតប៉ុន្តែក៏មើលស្បែកជើងឡើងលងស៊ុញដល់ចឹងទៅហ៊ីថេគេក៏ហួសចិត្តដែរស្រាប់តែមយងហ៊ីក៏ងាកទៅថាអូធ្វើមិនទៅខ្ញុំភ្លេចយកកាបូបលុយខ្ញុំមកបាត់ហើយតើលោកអាចទិញវាឲ្យខ្ញុំបានទេចាត់ទុកថាជាកាដូក្នុងថ្ងៃ first day របស់យើងចុះហ៊ីថេក៏តបថាមិនអីទេឬអីដែលនាងចូលចិត្តទៅអញ្ចឹងមយងហ៊ីនាងក៏បានដៃណានាងក៏ប្រាប់អ្នកលក់យករបស់ណាដែលថ្លៃជាងគេនៅក្នុងហាងឲ្យខ្ញុំមកនាងខំនិយាយអាពាក្យថ្លៃនឹងឲ្យលឺដើម្បីហ៊ីថេគេភ័យខ្លួនហើយនាងថែមទាំងថានាងស្រឡាញ់អាកាបូបទាំងអស់ហ្នឹងហ្មងហ៊ីថេក៏ហៅថាស៊ូយណាយកវាទាំងអស់ទៅមិនបាច់ចាំខ្វល់ពីរឿងលុយទេមយងហ៊ីនាងក៏មើលកាបូបមួយមើលគ្រាន់តែមើលបាច់ក៏លន់មកថាអូព្រះហើយស្មើនឹងប្រាក់ខែ3ខែដល់ចឹងទៅហ៊ីថេគេលួចសើចអ្នកលោកគេថា brand កាបូបនឹងវាស្តៀងទៅនឹង brand រ៉ូបរបស់មយងហ៊ីដែរអញ្ចឹងបើមយងហ៊ីទិញទៅគឺថាវាស្រស់ស្អាតមួយឈុតហ្មងតែមយងហ៊ីអត់ទិញទេដោយសារតែនៅផ្ទះរបស់នាងមានហើយនាងដើរទៅមើលអាផ្សេងនោះក៏ដើរប៊ីនឹងដួលដោយសារតែស្បែកជើងនឹងទៀតដល់ចឹងទៅហ៊ីថេគេឈោះតែសើចទេគេខូលគេណាទាំងមានទាំងសង្ហាមកឈរចាំសង្សាររត់ទិញសម្លៀកបំពាក់រត់ទិញកៅអៅអីចឹងទៅគេសម្លឹងមើលទៅជើងរបស់មយងហ៊ីទៅមើលទៅដូចជាឈើបន្ទាប់មកពួកគេទាំងពីរនាក់ក៏ចេញមកវិញហើយញោហ៊ីនឹងទិញបានកាបូបធម្មតាទេកាបូបដាក់ប៉ាសពតណាហ៊ីថេថាក្រែងនាងថាអត់មានប៉ាសពតណាហើយមិនក៏ទិញវាធ្វើអីញោហ៊ីក៏ប្រាប់ទៅថានាងចូលចិត្តទិញរបស់ណាដែលអត់សំខាន់បន្ទាប់មកតាក់ស៊ីមកដល់ហ៊ីថេក៏បើកធ្វើឲ្យញោហ៊ីទៅហើយស្រាប់តែគេក៏ឡើងជិះឡានជាមួយនឹងញោហ៊ីទៅដែរញោហ៊ីក៏សួរណែតើលោកចង់មកធ្វើអីក្នុងនាមគេជាសុភាពបរិះគេត្រូវតែជូនញោហ៊ីទៅផ្ទះវិញអញ្ចឹងហើយញោហ៊ីថាមិនអីទេខ្ញុំអាចទៅវិញដោយខ្លួនឯងបានតែប៉ារបស់ហ៊ីថេបានបញ្ជាហ៊ីថេឲ្យជូនញោហ៊ីទៅដល់មាត់ទ្វារផ្ទះហ្មងអញ្ចឹងហើយញោហ៊ីក៏ឲ្យជូននាងទៅញោដងហ្មងទៅនាងឡើងចង់វិញអស់ហើយដោយសារតែផ្ទះនាងមាននៅនឹងផងតាមផ្លូវនេះអនិយាយរហ៊ីថេទេនាងខឹងហ៊ីថេក៏ចង់ដឹងថាតើញោហ៊ីរៀនមុខវិជ្ជាអីទៅនៅក្នុងសាលាច្បាប់ហើយរាល់ថ្ងៃនាងច្បាស់ជារវល់នៅក្នុងការសិក្សាណាស់ហើយញោហ៊ីនៅអត់រវល់ទេដោយសារតែឥឡូវនេះគេធ្វើបាតកម្មអញ្ចឹងហើយនាងក៏ឈប់សម្រាកសិនទៅហ៊ីថេក៏តបអូដឹងហើយឈប់សម្រាកពីការសិក្សាណអញ្ចឹងមានន័យថានាងមិនរវល់ទេញោហ៊ីក៏សួរវិញចុះលោកក៏ទៅ intern ច្បាស់ជាគ្មានពេលសម្រាកទេលោកមានពេលធ្វើខ្លួនមកការណាត់ជួបនៅឯខ្វាំងជូទៀតហ៊ីថេក៏អត់លាក់ដែរតាមពិតទៅគេតនេនតាដោយសារតែគេអត់បានទៅ intern ផងគឺគេមិនទាន់បានបញ្ចប់ការសិក្សានៅឡើយទេឮថាហ៊ីថេមិនទាន់បញ្ចប់ការសិក្សាអញ្ចឹងញោហ៊ីក៏សើចដែលគិតថាហ៊ីថេប្រហែលជាប្រឡងធ្លាក់ហើយនាងឮថាមួយឆ្នាំក៏មានអ្នកប្រឡងធ្លាក់ម្នាក់ពីរនាក់ដែរនេះជាលើកទី1ឯដែលនាងបានជួបមនុស្សម្នាក់ហ្នឹងនៅក្នុងជីវិតពិតហ៊ីថេក៏តបទៅវិញថាសោកស្ដាយផងដោយសារតែគេបានប្រឡងជាប់ហើយអញ្ចឹងញោហ៊ីក៏ឆ្ងល់មិនក៏លោកមិនទាន់បញ្ចប់ការសិក្សាអញ្ចឹងយ៉ាងណាមិញហ៊ីថេគេអត់ទាន់ប្រាប់ទេណាចាំពីអ្នកគេចិត្តស្និទ្ធគ្នាខ្លាំងសិនចាំគេប្រាប់ណែហ៊ីថេគេស្រឡាញ់ញោហ៊ីមែនតើណាពេលសម្រាប់ផ្ទះហើយញោហ៊ីនាងឲ្យហ៊ីថេត្រឡប់ទៅវិញទៅមុននឹងទៅហ៊ីថេគេប្រាប់សិនថាថ្ងៃនេះជាថ្ងៃដែលគេសប្បាយចិត្តបំផុតហើយគេក៏មានកាដូមួយជូនទៅកាន់ញោហ៊ីក៏ឆ្ងល់ថាតើវាជាស្អីទៅគឺហ៊ីថេគេគិតថាញោហ៊ីច្បាស់ជាត្រូវការវានៅពេលដែលពីរអ្នកគេណាត់ជួបគ្នាលើក្រោយទៀតណែគេមានការណាត់ជួបគ្នាលើក្រោយទៀតព្រោះថាពីរអ្នកគេនឹងយ៉ាងហោចណាស់ក៏ណាត់ជួបគ្នា3ដងដែរហ៊ីថេក៏សួរអញ្ចឹងយើងគួរតែជួបគ្នានៅពេលណាទៅញោហ៊ីក៏តបខ្ញុំមិនប្រកាសទេថាយើងនឹងជួបគ្នាពេលណាម្ដងទៀតហ៊ីថេគេអន់ចិត្តហើយមានន័យថាញោហ៊ីបដិសេធគេមែនទេស្រាប់តែពេលហ្នឹងស៊ូចាន់ទៅតែមកពីធ្វើការដល់ចឹងទៅញោហ៊ីនឹងឡើងភ័យហ៊ីថេគេសង្ឃឹមថាញោហ៊ីមិនបដិសេធនឹងគេទៅចោះគេចង់ជួបញោហ៊ីបន្តទៀតញោហ៊ីនឹងភ័យពេកនឹងថាដូចគ្នាលោកត្រឡប់ទៅវិញសិនទៅណាអញ្ចឹងហ៊ីថេថាយើងនឹងជួបគ្នាម្ដងទៀតមែនទេត្រេះហើយយើងនឹងជួបគ្នាម្ដងទៀតចាំតាក់ទងមកខ្ញុំមកប៉ុន្តែតើខ្ញុំនឹងតាក់ទងទៅនឹងតាមណាទៅលោកចាប់ទៅហ៊ីថេគេទៅបាត់ហ្នឹងស៊ូចាន់ក៏មកសួរថាញោហ៊ីក៏តបថាបងប្រុសស៊ូចាន់ចូលទៅក្នុងមែនទេដល់តែហ៊ីថេគេឆ្ងល់ថាពីអ្នកនឹងកំពុងតែធ្វើអីអញ្ចេះនឹងសង្ស័យលួចប្រច័ណ្ឌហើយនឹងតែមិនអីទេគេចិត្តបានជួបគ្នាលើក្រោយទៀតហើយឥឡូវនេះគេសប្បាយចិត្តគេណាគេចិត្តបានប្រពន្ធឬហើយស៊ូយូនឹងឆ្ងល់ថាមិនក៏បងនាងចូលមកជាមួយមយងហ៊ីអញ្ចឹងស៊ូចាន់ក៏ប្រាប់ទៅគឺពីអ្នកគេជួបគ្នានៅឯមុខផ្ទះតែគេឆ្ងល់ថាក្រោយថ្ងៃនេះស៊ូយូទៅធ្វើការណាត់ជួបហើយមិនក៏មើលទៅដូចជារោគរ៉ាម៉េះមើលទៅដូចជាមយងហ៊ីទៅធ្វើការណាត់ជួបជំនួសមិនទេណែអីដែលគេគិតនឹងវាត្រឹមត្រូវហ្មងគេនិយាយលេងសោះស្រីគេភ័យមែនតែនដោយសារតែគេឃើញមយងហ៊ីមើលទៅស្លៀកពាក់ខុសពីធម្មតាហ្នឹងណាមយងហ៊ីក៏និយាយថាមើលទៅដូចជាមិនសមនឹងខ្ញុំមែនទេវាជារោគរបស់ស៊ូយូនឹងឯងតែស៊ូចាន់គេថាទេសមណាស់រោគនឹងវារកឃើញម្ចាស់វាហើយគេក៏គិតថាច្បាស់ជាមយងហ៊ីទៅណាជាមិនខានទេបានជាស្លៀកពាក់ស្អាតអញ្ចឹងស៊ូយូក៏ប្រាប់ថាគឺនាងទៅដេតហើយនាងក៏នាំមយងហ៊ីឡើងទៅលើបានលើបែបហ្នឹងស៊ូចាន់ក៏លន់មុតថាដេតចាប់បាយតិចស៊ូចាន់លួចស្រឡាញ់ញោហ៊ីដែរទៅផែនការដែលស៊ូយូនិងញោហ៊ីរៀបចំហ្នឹងគឺថាមិនបានសម្រេចទេមិនថាញោហ៊ីធ្វើអីក៏ដោយក៏ហ៊ីថេគេមិនខ្លាចដែរគឺថាញោហ៊ីប្រើគ្រប់មធ្យោបាយឲ្យរហូតដល់ដំណាក់កាលទៅ shopping ដំណាក់កាលហ្នឹងជាដំណាក់កាលចុងក្រោយហើយមានន័យថាហ៊ីថេគេពិតជាខ្លាំងមែនទែនហើយចូលនឹងទៅហើយញោហ៊ីក៏ទិញកាបូបថោកមួយហ្មងទៅប៉ុន្តែប៉ាយើងក៏មានជាកាដូឲ្យញោហ៊ីដែរណាដល់តបើកមើលទៅក៏ឃើញថាជាស្បែកជើងយ៉ាងស្រស់ស្អាតមួយគូដោយសារតែគេឃើញអូនដើរឈឺជើងអញ្ចឹងស៊ូយូនក៏ឲ្យញោហ៊ីលោមើលពេលដែលលោទៅលោកអើយឡើងល្មមក្លាប់ហ្មងស៊ូយូនក៏ឆ្ងល់ចុះមកប៉ែនេះនឹងលេខជើងអីមិនទៅបានទិញមកត្រូវម្លឹងនាងគិតថាបន្តិចគេជាមនុស្សវិកលចរិតទៅប៉ុន្តែញោហ៊ីអត់គិតអញ្ចឹងទេត្បិតតែគេមើលទៅចំណៃបន្តិចមែនតែក៏អត់ដូចជាមនុស្សវិកលចរិតដែរយ៉ាងណាក៏ដោយស៊ូយូនអត់ឲ្យពាក់ទេឲ្យដោះចេញមកចាំនាងផ្ញើយកទៅវិញញោហ៊ីក៏សួរហេតុអីទៅគឺ
គឺសូយន់អត់ចង់ឲ្យទទួលទេមើលទៅដូចជាមយងហ៊ីយល់ព្រមស្រឡាញ់គ្នាជាមួយនឹងហ៊ីថេណានាងក៏និយាយអំពីការណាត់ជួបគ្នាលើក្រោយទៀតមយងហ៊ីក៏តបថាប៉ុណ្្នឹងបានដែរយើងក៏ដូចជាមិនមានការតាក់ទងគ្នាអីទៀតដែរវាពិបាកខ្លាំងណាស់សម្រាប់យើងមិនសំខាន់ទេថាយើងត្រូវជួបគេ3ឬក៏10ដងក៏ដោយឲ្យតែយើងបានសម្បត្តិយន្តហោះយើងមកស៊ូយន់នឹងថាកុំបារម្ភអីតែជួបគេបាន3ដងសិនទៅហើយមយងហ៊ីក៏យល់ព្រមតាមនឹងអញ្ចឹងទៅណាដូច្នេះស៊ូយន់ក៏គិតបន្តទៀតលើក្រោយមយងហ៊ីគួរតែស្លៀកពាក់អីទៅនាងក៏ទៅរកមើលសម្លៀកពាក់ណាលយៗជាងនឹងទៀតមើលមយងហ៊ីវិញមើលទៅនាងដូចជាស្ដាយស្បែកជើងដែរនេះព្រោះអីមិនងាយទេបានប្រុសស្អាតឲ្យចំណែកហ៊ីថេមកដល់ផ្ទះវិញយប់ហើយក៏ឃើញប៉ារបស់គេក៏សួរគាត់តើកំពុងតែចាំគេមែនប៉ាគេក៏សួរវិញតែមិនបានធ្វើអីឲ្យមានកំហុសទេមែនទេអូប៉ាយើងគេមានផងបើគេកំពុងតែពេញចិត្តមយងហ៊ីនេះគេប្រឹងឡើងទៅលើហើយប៉ាគេក៏និយាយទៀតមុខមាត់គ្រួសារយើងគឺអាស្រ័យទៅលើការរៀបការរបស់ឯងហើយនាងជាស្រីម្នាក់ដែលតែងតែចូលរួមសកម្មភាពប្រឆាំងបកកុម្មុយនីសគ្រប់ទីកន្លែងនាងប្រហែលជាមិនយល់ព្រមជាមួយឯងភ្លាមៗទេប៉ុន្តែការតាមប្រមាញ់មិនមែនជាផ្នែកមួយនៃការដេញតាមមនុស្សស្រីទេមែនទេដូច្នេះហើយគាត់ឲ្យហ៊ីថេខំប្រឹងអស់ពីសមត្ថភាពគេទៅចំណែកហ៊ីថេមើលទៅគេដូចជាមានទំនុកចិត្តដល់ហើយគេក៏លាតប៉ាគេទៅបន្ទប់របស់គេទៅណារួចហើយគេក៏គេងសម័យទៅដល់មុខតួស្រីដ៏ស្រស់ស្អាតរបស់យើងអេដមីនចេះតែច្រៀងទៅណាតែប៉ុន្តែអត់ចេះទេពេលដែលសម័យឃើញទៅដល់មុខរបស់មយងហ៊ីចឹងហើយក៏គេញញឹមតែម្នាក់ឯងចុះបើមនុស្សអីស្អាតម្លឹងមិនឲ្យលងមិនទៅស្រាប់តែឧបាហ៊ីថេយើងក៏បាននិពន្ធចម្រៀងភ្លាមតែម្ដងមិនត្រឹមតែសង្ហាទេស្អីក៏ចេះដែរនេះត្រឹម3វិនាទីបងកោស្គាល់អារម្មណ៍ស្នេហាឆ្លើយទៅភាពឯកាប្រហែលជាវាសនាគំនត់ស្ដាប់សំឡេងទឹកភ្លៀងបងក៏តែងចម្រៀងមួយបទស្ដែងពីបេះដូងកំសត់ដែលកំសាំងមិនហ៊ានសារភាពដល់តែមយងហ៊ីមើលស្បែកជើងបណ្ដានឹកដល់ហ៊ីថេបណ្ដាដែរដែលហ៊ីថេបាននិយាយថាខ្ញុំមិនមែនជាអ្នកប្រុសតូចដោយដែលនាងបានគិតទេខ្ញុំគិតថានាងអាចនឹងត្រូវការវាពេលដែលយើងជួបគ្នាលើក្រោយអេដមីនមានអារម្មណ៍ថាមើលឲ្យដូចជាមើលស្នេហាប៉ាម៉ាក់យើងកាលពីគាត់នៅក្មេងៗដល់ចឹងទៅចង់ដឹងនេះថាការនឹងគាត់ស្រឡាញ់គ្នាមិនខ្លះឬហើយរឿងក៏បានកាត់មកដល់ពេលព្រឹកវិញម្ដងម៉ាក់របស់ចុងថេសួរប្តីគាត់ថាតើពេលបងទៅធ្វើការអាចឈប់នៅមយងដងស្តេឌៀមបានទេគឺដោយសារតែចុងថេគេត្រូវទៅធ្វើការរត់ប្រណាំងតំណាងឲ្យខេត្តខ្វាងជូតែគេហ៊ានសុំប៉ាគេទេគេសុកចិត្តឲ្យម៉ាក់គេសុំជំនួសប៉ាគេក៏សួរពីរឿងរត់ប្រណាំងទៀតហើយដល់ពេលដែលឯងត្រូវបោះបង់វាចោលហើយបើឯងផ្ដោតតែទៅលើការរត់ឯងមានកម្លាំងឯណានៅក្នុងការសិក្សានោះគាត់ក៏សួរហ៊ីថេវិញតើឯងនឹងធ្វើការណាត់ជួបនៅពេលណាទៀតទៅហ៊ីថេក៏ប្រាប់ទៅថាពួកគេកំពុងតែទៅមុខជាមួយគ្នាហើយពួកគេនឹងជួបគ្នាឆាប់ៗនេះអញ្ចឹងហើយកុំបារម្ភអីថ្ងៃនេះប៉ាគេក៏បានឲ្យគេទៅការណាត់ជួបមួយដ៏សំខាន់ផងដែរការជួបជុំនឹងសុទ្ធតែជាមនុស្សសំខាន់ណាអញ្ចឹងហើយកុំយល់ឲ្យសោះហ៊ីថេគេក៏យល់ព្រមតាមនឹងអញ្ចឹងទៅចំណែកឯលោកគ្រូពេទ្យម្នាក់នេះមកប្រាប់ញងហ៊ីថាមានអ្នកខលមកនាងញងហ៊ីនឹងភ័យនឹងគិតថាគ្មានអ្នកគេខលមកនាងទេតែអ្នកដែលខលមកនឹងមើលទៅដូចជាបញ្ញាណាដល់ទៅមយងហ៊ីទៅលើកទៅតាមពិតទៅគឺជាមយងស៊ូសោះថ្ងៃនេះមយងស៊ូគេមកខ្វាំងជឿដើម្បីធ្វើការរត់ប្រណាំងដូច្នេះហើយគេប្រាប់បងស្រីគេកុំភ្លេចមកមើលគេប្រកួតផងមយងហ៊ីនឹងបានប្រាប់ហើយថាកុំឲ្យខលមកគេតាមលេខទូរស័ព្ទនេះហើយនាងច្រឡំនិយាយឡើងលឺឡើងផ្អើលពេញមន្ទីរពេទ្យមយងស៊ូថាបើសិនជាបងគេអត់ទៅទេគេនឹងខលមកលេខទូរស័ព្ទនេះរហូតតែម្ដងដូច្នេះហើយមយងហ៊ីក៏សួរតែការប្រកួតចាប់ដើមពេលណារួចហើយរឿងក៏កាត់មកប៉ាហ៊ីថេវិញគេមករកមិត្តភក្តិរបស់គេយាយគុណគេឃើញក្រុមរបស់យាយគុណកំពុងតែជុំគ្នានឹងគេក៏ថាឲ្យប៉ារបស់ឯងមកដល់នឹងភ្ញាក់ផ្អើលជាមិនខានបើសិនជាឃើញបែបនេះឆាប់នាំគ្នារៀបចំកន្លែងស្អាតទៅយាយគុណក៏ប្រាប់គ្នាគេថាហ៊ីថេនឹងគ្រាន់តែនិយាយលេងទេគេក៏ទៅនិយាយគ្នាជាមួយនឹងហ៊ីថេបន្តិចទៅហើយគេក៏ឲ្យអាស័យដ្ឋានមួយទៅកាន់ហ៊ីថេក៏ឆ្ងល់ក្រែងថាវាពិបាករកណាស់ហើយយាយគុណក៏ប្រាប់ថាមានមនុស្សពិសេសម្នាក់បានលេចឡើងមកជួយគេរីឯស៊ុនមីនវិញនាងក៏មកនិយាយគ្នាជាមួយនឹងហ៊ីថេដែរនាងថានាងជាមិត្តរួមថ្នាក់ជាមួយនឹងយាយគុណឈ្មោះចាងសុកឈុលនឹងស្ដាប់ទៅមិនមែនជាមនុស្សស្រីទេដូចជាមនុស្សប្រុសទៅវិញហ៊ីថេក៏សួរយើងធ្លាប់ជួបគ្នាបានមួយផ្លែតដែរត្រូវទេតើនាងឈ្មោះអីទៅស៊ុនមីនក៏ប្រាប់ទៅណាថានាងឈ្មោះថាផាក់ស៊ុនមីនហើយហ៊ីថេក៏អរគុណទៅកាន់ស៊ុនមីនអញ្ចឹងទៅយាយគុណក៏សួរតើនាងជាមនុស្សស្រីដែលឯងលាក់ទុកនៅខ្វាងជូមែនទេប្រហែលជាគេចង់សម្ដៅទៅលើកាងសុកឈុលឲ្យមកទៅគេចង់មកន័យថាហ៊ីថេស្រឡាញ់សុកឈុលអញ្ចឹងណាចំណែកហ៊ីថេវិញគេប្រាប់ស៊ុនមីនថាចាំលើកក្រោយចាំតែរកញ៉ាំអីជាមួយគ្នាថែមទាំងហៅស៊ុនមីនថាបងថ្លៃទៀតណែគេចង់ផ្គូផ្គងស៊ុនមីនជាមួយនឹងយាយគុណណាដល់ចឹងទៅពីអ្នកនេះគេពិតជាខឹងខ្លាំងមែនតើពេលដែលហ៊ីថេកំពុងតែដើរតាមផ្លូវក៏ឃើញស្រីស្អាតមយងហ៊ីរបស់យើងគេក៏ស្រែកហៅថាសូយុនណាប៉ុន្តែមយងហ៊ីនេះអត់ឆ្លើយទេបើនាងមិនឈ្មោះសូយុនផងហើយណាមួយនេះអត់ឮផងដូច្នេះហើយអូប៉ាហ៊ីថេក៏រត់ទៅតាមតែម្ដងទៅមយងហ៊ីវិញដើរគ្មានមើលផ្លូវទេខំតែបានអូប៉ាហ៊ីថេជួយនឹងខំអីនឹងម៉ូតូបុកបាត់ហើយកន្លែងនឹងមយងហ៊ីមើលមុខរបស់ហ៊ីថេគ្មានដាក់ភ្នែកទាល់តែសោះដល់ចឹងទៅក៏បង្កើតបានជារូបភាពស្វីតណាពីអ្នកគេមិនដឹងថាលងស្នេហ៍គ្នាដល់ណាដល់ណីទេនេះហ៊ីថេគេប្រាប់ថានាងគួរតែមើលផ្លូវដែលនាងកំពុងតែដើរទៅញងហ៊ីវិញនឹងអៀនណាមកអោបនាងអញ្ចឹងអីដូច្នេះហើយហ៊ីថេក៏សុំទោសដោយសារតែគេបានហៅញងហ៊ីដែរប៉ុន្តែញងហ៊ីអត់លឺញងហ៊ីក៏សួរតើលោកដើរតាមខ្ញុំមែនទេលឺអញ្ចឹងនឹងហ៊ីថេក៏អស់សំណើតែម្ដងគេប្រាប់ថាកុំបារម្ភអីខ្ញុំដើរទៅចំណតឡានក្រុងតា
ញងហ៊ីក៏សួរទៀតហេតុអីក៏លោកមិនជិះតាក់ស៊ីទៅបើលោកមានសង្អីហើយហ៊ីថេក៏សួរវិញក្រែងនាងក៏ជាអ្នកមានឯតាអីហើយហ៊ីថេគេមើលញងហ៊ីអត់ស្គាល់ទេណាដោយសារតែឥឡូវនេះញងហ៊ីនាងស្លៀកពាក់សាមញ្ញពេកញងហ៊ីក៏ប្រាប់ទៅថានាងទើបតែមកពីការធ្វើបាតកម្មប៉ុន្តែហ៊ីថេគេថាញងហ៊ីស្លៀកអញ្ចឹងទៅស្អាតជាងលើកមុនទៀតណាណែកំពុងតែចង់ញ៉ាយកូនស្រីគេច្បាស់ណាស់នេះញងហ៊ីថាលោកមិនចាំបាច់សើចចំអកខ្ញុំទេរួចហើយនាងក៏ដើរចេញទៅមុនបានតែហ៊ីថេគេខំសរសើរមែនណាគេក៏ឆ្ងល់តែនាងកំពុងតែរកមើលអីហ្នឹងគឺថាញងហ៊ីនាងបាត់កាក់ជិះឡានក្រុងរបស់នាងហ្នឹងណានាងក៏ឲ្យហ៊ីថេទៅមុនទៅនាងទៅរកទិញកាក់មួយផ្លែតសិនតែហ៊ីថេគេថាជប់សិនខ្ញុំមានកាក់ច្រើនណាស់ប៉ុន្តែតាវាគ្រប់ទេឃើញច្រើនអញ្ចឹងញងហ៊ីគិតថាហ៊ីថេជាអ្នករកស៊ីជួញដូរកាក់ឡានក្រុងទីដឹងហ៊ីថេគេអស់សំណើទៀតហើយគេនិយាយថាគេគួរតែរកប្រាក់ចំណេញពីវាឬអត់ដូច្នេះហើយញងហ៊ីក៏សុំខ្ចីកាក់មួយសិនមកប៉ុន្តែហ៊ីថេគេឲ្យទេគេថាគេមិនមែនធ្វើសប្បុរសធម៌ឡើយគេក៏កាន់ដៃរបស់ញងហ៊ីហើយក៏ឲ្យកាក់ទាំងអស់ទៅញងហ៊ីតែម្ដងប៉ុន្តែគេសុំការប្រាក់ពីញងហ៊ីដែរណាតាមពិតទៅចង់បន្លំកាន់ដៃកូនស្រីគេសោះព្រោះអីមើលទៅកាន់ដៃញងហ៊ីឡើងស្និទ្ធហ្មងនេះញងហ៊ីវិញគ្មានអីទេនាងក៏យល់ព្រមតាមនឹងអញ្ចឹងទៅស្រាប់តែហ៊ីថេក៏ចង់ណាត់ជួបគ្នាជាមួយញងហ៊ីម្ដងទៀតដោយសារតែឥឡូវនេះផ្កាកំពុងតែរីកខ្លាំងណាស់ប៉ុន្តែញងហ៊ីអត់ចង់និយាយទេនាងក៏ប្រញាប់ឡើងឡានក្រុងទៅបានកុំចង់ទៅណាឲ្យសោះហ៊ីថេតាមគេដល់លើឡានក្រុងណាគេក៏សួរតើថ្ងៃស្អែកនាងមានពេលទំនេរទេណែលេងតាមសួរគេដល់លើឡានក្រុងចឹងហ្មងអ្នកមីងអ្នកចាំយកសម្បត្តិហ្នឹងគាត់ក៏ថាឲ្យបើសិនជាឯងមិនជិះទេឆាប់ចុះទៅហ៊ីថេគេប្រាប់ឲ្យចាំមួយផ្លែតសិនគេក៏និយាយទៀតម្នាក់ស្រីអង្គុយក្បែរមកអួយយកដៃបាំងមុខនោះថ្ងៃស្អែកមានពេលទំនេរទេឃើញថាញងហ៊ីអត់ឆ្លើយអ្នកមីងក៏ប្រាប់បន្ថែមណែមីនាងគេសួរថាថ្ងៃស្អែកអញទំនេរទេញងហ៊ីក៏ប្រាប់ទៅថានាងទំនេរអន្តាហ៊ីថេក៏សួរទៀតម៉ោងប៉ុន្មានហើយជួបគ្នានៅឯណាបើញងហ៊ីអត់ព្រមឆ្លើយអ្នកមីងក៏ឆ្លើយជំនួសហ្មងទៅអើយជួបគ្នានៅហាងកាហ្វេនៅម៉ោង4ទៅហើយញងហ៊ីនាងក៏ងក់ក្បាលតាមនឹងអញ្ចឹងទៅណានាងធ្វើអញ្ចឹងដើម្បីកុំឲ្យខ្មាស់គេច្រើនពេកអូប៉ាយើងក៏អូខេតាមនឹងដែរហើយក៏បញ្ជាក់ទៀតកុំភ្លេចណាម៉ោង4នៅហាងកាហ្វេគេក៏អរគុណទៅកាន់អ្នកដំណើរគ្រប់គ្នាទៅអូយលោកអើយស្វីតដល់កហើយនេះស្នេហាគេទាំងពីរអ្នកនេះនិយាយទៅរៀងខ្មាស់គេបន្តិចមែនប៉ុន្តែវាប្រកបអត្ថន័យជ្រាលជ្រៅខ្លាំងណាស់ណាចំណែកឯម្យងស៊ូវិញគេកំពុងតែអន់ចិត្តដោយសារតែអត់ឃើញបងស្រីគេមកលើកទឹកចិត្តគេភ្លាមៗនឹងម្យងហ៊ីក៏ហៅថាម្យងស៊ូម្យងស៊ូពេលដែលឃើញបងស្រីគេទៅគេពិតជាសប្បាយចិត្តខ្លាំងមែនតើរីឯចុងថេវិញគេក៏មករត់ជាមួយនឹងម្យងស៊ូដែរម្យងស៊ូគេឃើញស្បែកជើងរបស់ចុងថេគេឡើងអន់ចិត្តងាកមកមើលស្បែកជើងរបស់ខ្លួនឯងវិញឡើងក៏ចាស់ហ្មងពេលចាប់ផ្ដើមរត់នឹងក៏គេរត់ក្រោយគេទៀតដោយសារតែគេរវល់តែអន់ចិត្តប៉ុន្តែគេនៅតែខំប្រឹងរត់លឿនមែនតើស្រាប់តែរត់នឹងក៏របូតស្បែកជើងទៀតចាប់បាត់ហើយតែប៉ុណ្ណេះម្យងស៊ូចាញ់គេបាត់ហើយយ៉ាងណាក៏ដោយក៏គេមិនទាន់ចោះចាញ់ភ្លាមដែរណាគេសុកចិត្តរត់ទាំងអត់ស្បែកជើងអញ្ចឹងតែម្ដងទៅយើងក៏ឃើញមានបរិសម្នាក់ឈរមើលម្យងស៊ូពីចម្ងាយផងដែរនៅចុងបញ្ចប់គេទទួលបានលេខ2ចាញ់ចុងថេតែបន្តិចទេចំណែកចុងថេវិញមើលទៅគេដូចជាមិនចូលចិត្តម្យងស៊ូទៅតែសោះលោកគ្រូក៏បានមកប្រាប់ម្យងស៊ូថាឯងធ្វើបានល្អណាស់តែម្យងស៊ូគេកំពុងតែអន់ចិត្តនេះដោយសារតែគេរត់ចាញ់យ៉ាងណាមិញម្យងស៊ូនៅតែអាចបន្តនៅក្នុងការប្រកួតលើកក្រោយបានដែរដោយសារតែគេទទួលបានលេខ2អាចចូលប្រកួតតំណែងឲ្យខាត់ចនណាមបានលើបែបហ្នឹងម្យងស៊ូគេក៏សប្បាយចិត្តឡើងវិញទៅចំណែកឯបរិសម្នាក់ដែលឈរមើលម្យងស៊ូមិញហ្នឹងក៏យកស្បែកជើងមកឲ្យម្យងស៊ូដោយសរសើរទៀតថាម្យងស៊ូរត់អត់ស្បែកជើងប៉ុន្តែគេនៅតែធ្វើបានល្អនៅតែរត់ប្រកួតគ្នាជាមួយនឹងចុងថេយ៉ាងស្វិតស្វាញដូច្នេះវាដូចតែម្យងស៊ូនឹងទទួលបានលេខ1អញ្ចឹងគេក៏សួរតែឯងឈ្មោះអីទៅម្យងស៊ូក៏ប្រាប់ទៅណាថាគេឈ្មោះថាគឹមម្យងស៊ូបរិសម្នាក់នឹងគេថាចាំជួបគ្នាម្ដងទៀតនៅកន្លែងវឹកហាត់ដល់ចឹងទៅម្យងស៊ូគេឆ្ងល់ដែរហ្នឹងណារួចហើយគេក៏ទៅប្រាប់បងស្រីរបស់គេថាគេនៅតែអាចប្រកួតបានទៀតអញ្ចឹងគេតំណាងឲ្យខេត្តចនណាមពេលដែលលើបែបហ្នឹងម្យងហ៊ីគេសប្បាយចិត្តខ្លាំងណាស់ហើយក៏សួរប្អូនតែឯងចង់ញ៉ាំអីទៅចាំបងនាំទៅញ៉ាំប៉ុន្តែម្យងស៊ូគេបាននាំមនុស្សម្នាក់មកជាមួយគេដែរម្នាក់នោះគឺជាប៉ារបស់គេគ្រាន់តែឃើញប៉ារបស់គេនឹងម្យងហ៊ីក៏លេងសប្បាយចិត្តបានដឹងថាមិនទេបានជាគេចូលចិត្តប៉ារបស់គេអញ្ចឹងបន្ទាប់មកអ្នកទាំង3ក៏មកញ៉ាំអីជាមួយគ្នាប៉ារបស់ម្យងហ៊ីហៅមីសណ្ដែកខ្មៅ3ចានប៉ុន្តែម្យងហ៊ីក៏ហៅសាច់ជ្រូកជូរអែម1ចានធំទៀតប្រហែលជានាងអត់ចង់ញ៉ាំរេះណាសុកចិត្តញ៉ាំឲ្យរឿងច្រើនបន្តិចទៅមើលទៅសភាពការដូចជាមិនសូវស្រួលទេនេះពេលដែលម្យងហ៊ីឃើញស្បែកជើងរបស់ម្យងស៊ូនាងក៏និយាយថាមើលស្បែកជើងគេចោះឲ្យគេរត់យ៉ាងម៉េចទៅបើសិនជាគេមានស្បែកជើងត្រឹមត្រូវគេច្បាស់ជារត់ឈ្នះលេខ1ជាមិនខានប៉ារបស់គេក៏ប្រាប់ឲ្យគេកុំបារម្ភអីបារម្ភតែពីស្បែកជើងរបស់ខ្លួនឯងទៅព្រោះអីម្យងហ៊ីជាស្រីកំមុំប៉ុន្តែពាក់ស្បែកជើងមិនសមតតែសោះម្យងហ៊ីក៏តបខ្ញុំកាន់តែគិតពីវាកាន់តែមិនសមហេតុផលតើបុគ្គលិកធនាគារលួចលុយប៉ាឬក៏កាបូបប៉ាវាមានរុនទៅខ្ញុំឆ្ងល់ថាលុយដែលខ្ញុំខំរកដៃលំបាកវាទៅណាអស់ហើយអញ្ចឹងមានន័យថាម្យងហ៊ីអត់ត្រូវគ្នាជាមួយនឹងប៉ានាងដោយសារតែរឿងលុយម្យងស៊ូវិញក៏ខំនិយាយបន្លប់គេចង់សុំបងគេនៅជាមួយពីបយមដោយសារតែគេត្រូវវឹកហាត់រត់បន្ថែមទៀតនៅខ្វាងជូនេះប៉ុន្តែប៉ារបស់គេអត់ចង់ឲ្យគេរត់បន្តទៀតទេណាដោយសារតែម្យងស៊ូត្រូវនៅទីនេះពេញមួយខែឧសភានឹងតែម្ដងត្បិតតែសាលាអាចឲ្យគេមិនទៅរៀនបានមែនប៉ុន្តែប៉ារបស់គេអត់ចង់ឲ្យគេខាតរៀនទេញូហ៊ីក៏និយាយថាតើប៉ាចូលចិត្តរៀនរៀងចំណងចំណូលចិត្តរបស់កូនណាស់មែនទេហើយនាងក៏បន្ថែមទៀតថានាងនឹងមើលថែម្យងស៊ូក្នុងកំឡុងពេលដែលគេវឹកហាត់នេះដូច្នេះសុំប៉ាកុំជ្រៀតជ្រែកអីដល់ចឹងទៅប៉ារបស់គេនិយាយអត់ចាញ់តតែសោះគាត់ឲ្យម្យងហ៊ីនឹងគ្រាន់តែមើលថែខ្លួនឯងទៅគឺបានហើយតាមពិតទៅមើលទៅគាត់ក៏បារម្ភពីម្យងហ៊ីដែរណាដោយសារតែគាត់ឃើញម្យងហ៊ីអត់ខ្វល់ពីខ្លួនឯងទេខ្វល់តែពីអ្នកដទៃហើយគាត់ក៏លេងញ៉ាំទៀតដែរគាត់ក៏បបួលម្យងស៊ូទៅវិញទៅ
មៀងហ៊ីឲ្យមៀងស៊ូអង្គុយចុះមកញ៉ាំអីអស់សិនតែមៀងស៊ូនៅអត់ការទេគេទៅតាមប៉ាគេហើយចាប់បានមកហូបទៅតែម្ដងទៀមៀងហ៊ីញ៉ាំតែត្អែមិនអស់ទៅអញ្ចឹងពួកយើងជួយទៅញ៉ាំមៀងហ៊ីទៅណោះរីឯឧបាហ៊ីថៃវិញពេលនេះកំពុងតែមករកម៉ាក់របស់សុកឈុលហើយមើលសភាពរបស់គាត់ទៅមើលទៅដូចជាវេទនាមែនតើដោយសារតែការពីមុនសុកឈុលតែងតែផ្ញើលុយឲ្យគាត់ប៉ុន្តែឥឡូវនេះអត់ឃើញសោះគឺបាត់តែឆឹងតែម្ដងគាត់ក៏គិតថាឬមួយក៏សុកឈុលចិញ្ចឹមប្រុសទេដឹងតែហ៊ីថៃក៏ប្រាប់ទៅថាមិនអញ្ចឹងទេដោយសារតែរោងចក្រដែលសុកឈុលកំពុងតែធ្វើការហ្នឹងឥឡូវនេះកំពុងតែមានបាតកម្មម៉ាក់របស់សុកឈុលក៏សួរតើនាងត្រូវបានចាប់ដោយសារតែនាងទៅធ្វើបាតកម្មមែនទេហ៊ីថៃក៏ប្រាប់ត្រង់ៗតែម្ដងទៅគឺដោយសារតែសុកឈុលនាងបានជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយពេលនេះនាងកំពុងតែសម្រាប់ព្យាបាលនៅឯសេអ៊ូលរៀបនឹងផ្ទេរមកខ្វាំងជូវិញហើយម៉ាក់របស់សុកឈុលអត់មានបារម្ភពីសុកឈុលទេណាគាត់បែរជាបារម្ភថាបើសិនជានាងមកវិញហើយចោះការងាររបស់នាងដល់ចឹងទៅហ៊ីថៃគេហួសចិត្តមែនតើពេលនេះមិនមែនគិតពីរឿងការងារទេហើយហ៊ីថៃក៏បានឲ្យលុយមួយចំនួនទៅកាន់គាត់ដើម្បីឲ្យគាត់ចាយវានឹងទិញថ្នាំខ្លះចោះប៉ុន្តែលុយទិញថ្នាំនឹងមិនមែនជាបញ្ហាសម្រាប់គាត់ទេបញ្ហានោះគឺកូនប្រុសច្បងរបស់គាត់មិនអាចទៅរៀនបានដោយសារតែគ្មានលុយបង់សាលាអញ្ចឹងមានន័យថាសុកឈុលខំទៅរកលុយនឹងដើម្បីឲ្យបងនាងបង់សាលាប៉ុន្តែយ៉ាដឹងទេហេតុអីក៏ម៉ាក់របស់នាងស្អប់នាងខ្លាំងម្ល៉េះប៉ារបស់សូយុនបានលើថាការណាត់ជួបគ្នារបស់នាងគឺប្រព្រឹត្តទៅបានល្អណាស់ហើយការណាត់ជួបឲ្យបាន3ដងហ្នឹងគឺជាអ្វីដែលគាត់ឲ្យសូយុនធ្វើសូយុននាងមានតែយល់ព្រមតាមនឹងអញ្ចឹងទៅដើម្បីឲ្យក្រុមរបស់នាងត្រូវបានដោះលែងប៉ារបស់នាងក៏ប្រាប់ថាមិនក៏ឯងមិនទៅមើលពួកគេបន្តិចទៅយើងឮថាពួកគេត្រូវបានដោះលែងហើយគ្រាន់តែលើបែបហ្នឹងសូយុននាងឡើងសប្បាយចិត្តនាងក៏រត់ទៅអោបប៉ានាងណាហើយនាងក៏សុំទៅជួបពួកគេមួយផ្លែតសិនតាមពិតទៅមើលទៅប៉ារបស់នាងដូចជាស្រឡាញ់នាងដែរតាប៉ុន្តែគ្រាន់តែថាគាត់រៀងកាចបន្តិចចឹងណាតែពេលដែលនាងមកដល់គ្មានអ្នកគេស្វាគមន៍នាងទេម្នាក់ពិតជាខឹងស៊ូយុនខ្លាំងណាស់ដែលស៊ូយុនត្រូវបានដោះលែងតែម្នាក់ឯងនាងខំទិញអីយកមកផ្ញើនឹងក៏ពួកគេមិនយកទៀតបរិះម្នាក់នេះក៏សួរស៊ូយុនតើនាងធ្វើអីខ្លះទៅពួកយើងត្រូវបានគេដោះលែងហើយនាងក៏ត្រូវបានគេចាប់ជាមួយគ្នាដែរប៉ុន្តែហេតុអីក៏នាងចេញបានមុនគេស៊ូយុននាងលង្កៀងអស់ហើយនាងមិនដឹងថាត្រូវឆ្លើយថាម៉េចទេអ្នកដទៃទៀតក្របានចេញនឹងគឺដោយសារតែឈ្មោះរបស់ពួកគេស្ថិតក្នុងបញ្ជីដែលអាជ្ញាធរកំពុងតែតាមចាប់ស៊ុនមានក៏សួរហេតុអីក៏មិនសុំប៉ារបស់នាងឲ្យដកឈ្មោះរបស់ពួកគេចេញទៅយាយគុនវិញក៏ថាអ្នកទាំងអស់គ្នាណាតែអ្នកទាំងអស់គ្នាកំពុងតែធ្វើអីយើងមកជួបជុំគ្នាដើម្បីឆ្លោះគ្នាមែនទេស៊ុនមានគេថាត្រូវហើយមិនមែនមកលេងបាត់ពួនដូចនាងទេអញ្ចឹងហើយស៊ូយុននឹងពិតជាអន់ចិត្តខ្លាំងមែនតែនមុននឹងទៅបោះពុំខិតតបានម្នាក់សុទ្ធតែសុកចិត្តគ្រប់គ្នាថាទៅបោះពុំនៅរោងចក្ររបស់ប៉ាស៊ូយុនតែពេលដែលមានរឿងក៏លើកយកឋានៈរបស់នាងមកធ្វើជាបញ្ហាទៅវិញធ្វើដូចជាពួកគេមិនដែលដឹងសោះពីនាងនោះហើយនាងក៏ថាបរិះម្នាក់នេះនិយាយវែងឆ្ងាយបែបហ្នឹងគឺដោយសារតែគេមិនចូលចិត្តនាងឬហើយស៊ូយុននាងក៏ត្រឡប់ទៅវិញបាត់ទៅចំណែកឯប៉ូលីសឆយកំពុងតែធ្វើចរាចរណ៍និយាយម្នាក់ឯងដូចមនុស្សឈួនអញ្ចឹងអេដមីនថាលេងទេណាដោយសារតែប៉ូលីសឆយកំពុងតែសប្បាយចិត្តពេកស្រាប់តែស៊ូយុនក៏បានដើរឆ្លងថ្នល់មានមើលផ្លូវសោះប៉ូលីសឆយក៏បានកាន់ដៃនាងជាប់ហើយក៏ថាឲ្យហេតុអីក៏នាងហ៊ានឆ្លងផ្លូវខុសច្បាប់នៅចំពោះមុខប៉ូលីសអញ្ចឹងគេក៏ចាំបានហើយថាជាស៊ូយុនសោះគេក៏សួរទៀតតែនាងចូលចិត្តប្រព្រឹត្តបទល្មើសណាមែនទេលើកនេះប៉ារបស់នាងលេងជួយនាងបានហើយជាកូនអ្នកមានគូណាតែធ្វើគំរូល្អដល់គេឯងណែគ្រាន់តែស៊ូយុនក៏លាស់ដៃចេញក៏មុខរបស់នាងស្អាតដែរណាហើយប៉ូលីសឆយក៏លងស្នេហ៍ស៊ូយុននៅពេលនេះបានឃើញដំបងធម្មតាទេណាឃើញម្ដងទៀតចេញស្អាតតែម្ដងគេក៏ឆ្ងល់ថាហេតុអីបានជាស៊ូយុនយំចំណែកឯប៉ារបស់យ៉ងហ៊ីគាត់បាននាំយ៉ងស៊ូទៅរកទិញស្បែកជើងកីឡាថែមទាំងអួតប្រាប់អ្នកលក់ថាកូនរបស់គាត់នឹងចូលរួមកីឡាជាតិទៀតហើយគាត់ក៏ឲ្យអ្នកលក់យកស្បែកជើងណាដែលល្អបំផុតមកយ៉ងស៊ូវិញគេចាប់អារម្មណ៍ទៅលើស្បែកជើងមួយដែលដូចគ្នាទៅនឹងស្បែកជើងរបស់ចុងថេដែរអាយ៉ាចង់បានស្បែកជើងដូចគេទៀតនេះតែយកអូនលុចក្រាស់ទៅលើចុងថេទៅហើយគេអត់ចង់ហ៊ានទិញទេណាដោយសារតែគេចង់ចាយវាខ្ជះខ្ជាយប៉ារបស់គេថាបើសិនជាឯងមិនចង់ទិញទេមិនបាច់ទិញទេអញ្ចឹងតែអូនគេចេះតែនិយាយលេងតែតាមពិតទៅគេចង់បានដែរហ្នឹងណាហើយប៉ារបស់គេក៏សម្លឹងទៅមើលស្បែកជើងមួយគាត់ក៏ទិញវាជាកាដូទៅឲ្យម្យ៉ងហ៊ីទៅមិនតែប៉ុណ្ណោះទេក៏មានសរសេរសម្បត្តិឲ្យម្យ៉ងហ៊ីទៀតពេលដែលឃើញអញ្ចឹងទៅម្យ៉ងស៊ូគេក៏ចង់មើលប៉ុន្តែប៉ារបស់គេឲ្យគេមើលទេពីរអ្នកគេក៏បលែងគ្នាហ្មងទៅពេលនឹងផងដែរម្យ៉ងស៊ូក៏ឃើញម្យ៉ងហ៊ីកំពុងតែដើរតែទឹកមុខរបស់នាងមើលទៅដូចជាអត់សប្បាយចិត្តទេណាដូច្នេះប៉ានាងអត់ទៅជួបនាងទេគាត់តែផ្ញើស្បែកជើងនឹងតាមយ៉ងស៊ូតែប៉ុណ្ណោះហើយគាត់នឹងយកកៅអៅកីឡាឲ្យយ៉ងស៊ូនៅពេលក្រោយរួចហើយគាត់ក៏ត្រឡប់ទៅវិញបាត់ទៅចំណែកឯយ៉ងហ៊ីវិញមើលទៅនាងក៏ដូចជាអាណិតប៉ានាងដែរគ្រាន់តែថាអត់ទាន់បើកចិត្តនិយាយរកគ្នាវិញអញ្ចឹងណាយប់នេះប៉ារបស់ហ៊ីថេមានការជួបជុំញ៉ាំបាយជាមួយលោកប្រធានហានសុកជុងហើយមុននឹងញ៉ាំអីហ្នឹងក៏មានជាការគោរពព្រះផងដែរចំណែកហ៊ីថេគេទៅតែម្ដងក្រោយគេក៏រត់ចូលយ៉ាងលឿនទៅគេក៏សុំទោសប៉ាគេដែរដែលគេមកយឺតនោះអញ្ចឹងហើយប៉ារបស់គេក៏ឲ្យគេណែនាំខ្លួនឲ្យត្រឹមត្រូវទៅណាហ៊ីថេគេថាប្រហែលជាអ្នកទាំងពីរធ្លាប់ឮពីខ្ញុំដោយសារតែប៉ាខ្ញុំអាសាអួតពីខ្ញុំហើយខ្ញុំជាកូនប្រុសច្បងមានឈ្មោះថាវាងហ៊ីថេហើយអ្នកទាំងអស់គ្នាក៏ញ៉ាំបាយបណ្ដានិយាយគ្នាបណ្ដាទាំងសប្បាយរីករាយអញ្ចឹងទៅណាប្រពន្ធរបស់លោកហានក៏ទៅសារទៅគ្រួសាររបស់ហ៊ីថេថែមទាំងទៅសារថាប៉ារបស់ហ៊ីថេនឹងបានប្រពន្ធស្អាតទៀតដល់តែហ៊ីថេរៀនសុទ្ធតែសាលាល្អទៀតណាហើយជុងថេក៏គួរឲ្យស្រឡាញ់ថែមទៀតប្រធានហានក៏ចង់នឹងថាតើធំឡើងជុងថេចង់ធ្វើអីចង់ធ្វើជាដុកទ័រដូចបងប្រុសឯងដែរអត់ម៉ាក់របស់គេគាត់ក៏ចង់ប្រាប់ពីការរត់ប្រណាំងរបស់ជុងថេប៉ារបស់គេក៏និយាយកាត់ថាជុងថេធំឡើងចង់ក្លាយជាទាហានហើយក៏ចង់ចូលរៀននៅសាលាយោធាផងដែរឥឡូវនេះកំពុងតែវឹកហាត់លើចឹងទៅប្រពន្ធរបស់ប្រធានហានគាត់ពិតជាសរសើរមែនទែនថាគ្រួសារអីក៏ល្អយ៉ាងហ្នឹងហ៎
ប៉ុន្តែមិនល្អដូចអីដែលគាត់គិតទេណាចំណែកឯមយងហ៊ីវិញកំពុងតែធ្វើមីរ៉ាមែនឲ្យប្អូនញ៉ាំមយងស៊ូគ្រាន់តែញ៉ាំតែគេថាពិតជាឆ្ងាញ់ណាស់បើសិនជាគេឲ្យសុំអីមួយមុនពេលដែលគេស្លាប់គឺគេចង់ញ៉ាំមីរ៉ាមែនដែលបងស្រីគេធ្វើឲ្យញ៉ាំចំណែកឯម្ចាស់ផ្ទះវិញក៏ចិត្តល្អដែរហ្នឹងណាគាត់យកគីមឈីយកមកឲ្យញ៉ាំដែរចុះបើគាត់ឃើញញ៉ាំមីតទេអូមយងស៊ូគេក៏ជំរាបសួរទៅកាន់លោកពូអញ្ចឹងទៅពេលនឹងជីនអាមកដល់ផ្ទះនាងធំក្លិនមីនាងពិតជាចង់ញ៉ាំមែនតើហើយនាងក៏ហេតុតែញ៉ាំតែម្ដងពេលដែលឃើញមយងស៊ូនាងស្មានតែជាកូនលួចលាក់របស់មយងហ៊ីតើដល់ចឹងទៅនាងក៏ត្រូវប៉ានាងវាយដោយសារតែនាងនិយាយគ្មានចេះគិតសោះមយងហ៊ីក៏ប្រាប់ទៅថាជាប្អូនប្រុសរបស់នាងគេមកនេះដោយសារតែគេមានការវឹកហាត់រត់ហើយមយងស៊ូក៏សួរស្ដីទៅកាន់ជីនអាទៅណាជីនអាគិតថាមយងស៊ូអត់ដូចបងស្រីគេសោះគេឡើងសុភាពដល់តែអញ្ចឹងនាងក៏ត្រូវប៉ានាងវាយទៀតហើយចេះតែនិយាយឲ្យចុះផ្ទះនឹងគ្មានដោះស្បែកជើងទៀតបន្ទាប់មកមយងស៊ូគេគេងហើយបងស្រីគេកំពុងតែធ្វើកិច្ចការគេចង់នឹងថាបើបងទៅក្រៅប្រទេសតើពេលណាបងនឹងត្រឡប់មកវិញទៅមយងហ៊ីថាតើតែពេលឯងមានចៅរៀបការឯណោះមយងស៊ូក៏សួរទៀតបងចេញទៅដោយសារតែបងស្អប់គ្រួសារយើងមែនទេលើបែបហ្នឹងមយងហ៊ីក៏ថាឲ្យឯងកំពុងតែនិយាយពាក្យមិនសមរម្យអីហ្នឹងមយងស៊ូអត់ចង់ឲ្យមយងហ៊ីទៅទេគេចង់ឲ្យមយងហ៊ីនៅមើលគេទទួលបានពានរង្វាន់ចំណែកឯប៉ារបស់គេមិនដឹងទេថាមយងហ៊ីនឹងចាក់ចេញទៅនោះមយងហ៊ីក៏ប្រាប់ថាឯងកុំចេះដឹងពីរឿងចាស់អីគឺមយងស៊ូគេគ្រាន់តែចង់ឲ្យមយងហ៊ីត្រូវគ្នាជាមួយនឹងលោកប៉ាវិញតែប៉ុណ្ណោះគេចង់ឲ្យដូចកាលពីមុនមយងហ៊ីតែងតែសប្បាយនៅក្នុងគ្រួសារអញ្ចឹងណាដូចដែលមយងហ៊ីនៅទីនេះអញ្ចឹងគេឃើញមយងហ៊ីនៅទីនេះសប្បាយចិត្តតែមយងហ៊ីអត់និយាយទេណាគេឲ្យប្អូនគេគេងទៅនៅទីនេះវិញប្រធានហាន់ក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញហើយហ៊ីថៃគេឃើញប៉ាគេធ្វើមិនហ្នឹងគេចេះតែធ្វើតាមអញ្ចឹងទៅគ្រាន់តែថាប្រធានហាន់ចេញទៅផុតប៉ារបស់គេក៏ជួបបរិយភ្លាមគេគិតថាបើសិនជាប្រធានហាន់មកពីបេដងទៀតប៉ារបស់គេច្បាស់ជាឈប់ជួបបរិយជាមិនខានប៉ាគេថាយើងបានប្រាប់ឯងហើយថាល្ងាចនេះកុំឲ្យយឺតអីសោះហ៊ីថៃក៏ប្រាប់ថាគេបាននៅជាមួយនឹងស៊ូយុនក្រែងគាត់ចង់ឲ្យគេទាំងពីរអ្នកជួបគ្នាហើយថ្ងៃស្អែកហ្នឹងពីរអ្នកគេមានការណាត់ជួបគ្នាទៀតហើយចំណែកឯព្រឹកនេះជីនអាមករកខ្ចីអីរបស់មយងហ៊ីប៉ុន្តែអត់ឃើញមយងហ៊ីក្នុងបន្ទប់ទេនាងមើលចុះឡើងនោះក៏ឃើញមយងហ៊ីឡើងស្អាតមែនទែនចំណែកឯមយងហ៊ីវិញកំពុងតែចង់ស្បែកជើងឲ្យមយងស៊ូគេថាមយងស៊ូធំហើយរៀនចង់ស្បែកជើងខ្លួនឯងទៅតែបានអីបើមយងស៊ូអត់ដែរពាក់ស្បែកជើងមានខ្សែអញ្ចឹងផងហ្នឹងហើយមយងស៊ូគេហ៊ានណាស់គេទៅហាត់តែម្នាក់ឯងគេឲ្យបងគេជូនទៅទេព្រោះអីគេបកកាយមើលម៉េបខ្លាំងណាស់ហើយគេក៏លៀបបងស្រីគេចេញទៅមយងហ៊ីថាមើលថែខ្លួនណាហាត់ហើយមកផ្ទះវិញលឺអត់ស្រាប់តែជីនអាដើរចេញមកនឹងគេដូចជាប្លែកថែមទាំងពាក់អាវធំពីលើទៀតមយងហ៊ីឃើញហើយក៏ឆ្ងល់ព្រោះអីបើខែនេះខែក្តៅវោឲ្យគេពាក់អាវធំអញ្ចឹងជីនអានាងថាដោយសារតែនាងតិចដៃតិចជើងពេកហ្នឹងណាប្រហែលជាជីនអាលួចអាវរបស់មយងហ៊ីហ្មងនាងអត់នៅយូរទេក៏ប្រញាប់ចេញទៅបានតែយើងឃើញថាមយងហ៊ីពាក់អាវនឹងដដែលហ្នឹងគ្រាន់តែថាអាវនឹងវារៀងពិបាកពាក់បន្តិចអញ្ចឹងប្រហែលជាជីនអាលួចដូរអាវឲ្យមើលទៅអ្នកធ្វើការជាមួយមយងហ៊ីគ្រាន់តែឃើញមយងហ៊ីស្លៀកពាក់ស្អាតហ្នឹងក៏ឆ្ងល់តើថ្ងៃនេះនាងនឹងទៅកន្លែងណាមែនទេស្លៀកពាក់បែបនេះឬមួយក៏នាងចង់តាក់ទាញចំណាប់អារម្មណ៍នរណាគេម្នាក់ក្នុងមន្ទីរពេទ្យមយងហ៊ីក៏តបមិនមែនជាលោកទេជប់បរិយលោកបន្តទៀតទៅនឹងគេស្មានតែគេហ្នឹងណាសុំទោសនោះគេទៅជួបអូប៉ាគេឯណោះរីឯមយងស៊ូគេមកដល់កន្លែងវឹកហាត់ហើយមានក្មេងម្នាក់ហៅគេមកឈរនៅទីនេះមកដល់តែចុងថេម៉ាក់គេសុទ្ធតែបើកឡានជូនគេមកហើយក៏បានផ្ដាំគេឲ្យមើលថែខ្លួនញ៉ាំអាហារបានល្អអញ្ចឹងណាហើយបើមានរឿងអីខលទៅប្រាប់គាត់ទៅមយងស៊ូក៏សរសើរអូយសំបីតែម៉ាក់គេក៏ស្អាតដែរមើលទៅស្អាតជាងតារាទៅទៀតណាអោនមួយទៀតគេចេះដឹងណាគេគិតថាច្បាស់ជាស្រីកំណានជាមិនខានបើស្អាតអញ្ចឹងគេលឺម៉ាក់គេនិយាយថាចុងថេជាកូនរបស់ស្រីកំណានទេនិយាយពីថាទឹកមុខរបស់ជុងថេកាចដល់កហើយតាមពិតទៅបរិមម្នាក់ដែលយកស្បែកជើងឲ្យមយងស៊ូថ្ងៃមុនគឺជាគ្រូបង្វឹកសោះដោយលោកគ្រូនឹងគាត់មានឈ្មោះថាផាកឈុលបុំហើយគាត់ក៏ឲ្យសិស្សៗទាំងអស់គ្នាតម្រង់ជួរទៅជុងថេក៏មកឈប់ពីក្រោមមយងស៊ូណាចំណែកស្បែកជើងរបស់គេវិញឡើងដូចគ្នាហ្មងអោនេះគេមានឈ្មោះថាជីនខ្ជូហើយជីនខ្ជូក៏ឆ្ងល់តើឯងទាំងពីរនាក់ពាក់ស្បែកជើងដូចគ្នាមែនទេជុងថេគេថាមិនដូចគ្នាទេឯងនិយាយទៅថាស្បែកជើងឯងវាថោកស្បែកជើងឯងជារបស់ខ្លាំងខ្លាយទេឯងទិញវាពីផ្សារធម្មតាមែនទេមយងស៊ូក៏តបទៅវិញហេតុអីក៏ឯងចាំបាច់ខ្វល់ថាយើងទិញមកពីណាស្រាប់តែជុងថេក៏សួរជីនខ្ជូយ៉ាតើឯងមិនធំក្លិនអ្នកសុំទានទេមែនទេលើគេថាឲ្យចឹងមយងស៊ូគេខឹងខ្លាំងណាស់គេក៏កបួយកអាវរបស់ជុងថេប្រុងនឹងវាយជុងថេហើយចង់វាយគេនឹងប៉ុន្តែទូជាងគេទេណាមិនដឹងថាវាយឈ្នះគេអត់ទេនេះដល់ចឹងទៅលោកគ្រូក៏ហៅពីអ្នកគេឲ្យមកណាចំណែកឯឧបាស៊ូចាន់គេបរិច្ចាគប្រាក់មួយចំនួនទៅមន្ទីរពេទ្យដែលមយងហ៊ីធ្វើការអញ្ចឹងគឺថាមិនធម្មតាទេស៊ូចាន់អូគេចេញមកដល់ក្រៅក៏ឃើញមយងហ៊ីកំពុងតែធ្វើការយ៉ាងស្វិតស្វាញមែនតែនជាអ្នកគ្រូពេទ្យម្នាក់ដែលស្រស់ស្អាតទន់ភ្លន់អ្នកណាគេមិនលងទៅណោះគេកាន់តែមើលមយងហ៊ីទៅគេកាន់តែលងហើយរួចហើយគេក៏ស្ទាក់មយងហ៊ីនិយាយគ្នាបន្តិចគេថានាងច្បាស់ជាធ្វើការហត់ហើយមយងហ៊ីនាងឡើងភ្ញាក់ផ្អើលនាងថាស៊ូចាន់អូប៉ាហេតុអីក៏បងនៅទីនេះតើបងឈឺមែនទេស៊ូចាន់ក៏អត់សំណាយគេថាគេតែងតែមករហូតតើបើទោះជាគេអត់ឈឺក៏ដោយឯងធ្វើការចិត្តរួចហើយមែនទេបងចាំនៅខាងក្រៅចាំតែញ៉ាំបាយល្ងាចជាមួយគ្នាណាប៉ុន្តែធ្វើមិនទៅបើមយងហ៊ីនាងមានការណាត់ជួបបាត់ឯហ្នឹងស៊ូចាន់ក៏សួរការណាត់ជួបកាលពីលើកមុនហ្នឹងមែនទេមយងហ៊ីក៏ថាមិនការណាត់ជួបអីទេវាគ្រាន់តែស្រាប់តែគ្រូពេទ្យសង្ហាមុនហ្នឹងក៏មកកហែមអ្នកគេហ្មងឃើញមយងហ៊ីឈរនិយាយគ្នាធ្វើការអូដូច្នេះហើយមយងហ៊ីនាងក៏សុំស៊ូចាន់ទៅធ្វើការណាស៊ូចាន់ក៏សុំទោសដែរដោយសារតែគេមករំខានការងាររបស់មយងហ៊ីនេះដល់ចឹងតើអ្នកស៊ូចាន់ណាស្រឡាញ់គេតែម្នាក់ឯងរួចហើយរឿងក៏កាត់មកនៅពេលដែលតួប្រុសតួស្រីយើងជួបគ្នាណាមើលទៅមយងហ៊ីដូចជារឿងទើសទាល់មិនទេប្រហែលជាអាវនឹងពិបាកពាក់ពេកហើយមើលទៅហើយពេលដែលគេយកអាហារមកដល់មយងហ៊ីអត់ដឹងថាគួរញ៉ាំយ៉ាងម៉េចណាពេលហ្នឹងអូប៉ាហ៊ីថៃគេមើលដឹងគេក៏សួរអ្នកបម្រើតែម្ដងទៅថាម្ហូបវាច្រើនអញ្ចឹងតើគេគួរតែប្រើឧបករណ៍មួយណាខាងស្វីគេក៏ប្រាប់តាមនឹងអញ្ចឹងទៅមយងហ៊ីក៏ធ្វើជាសួរតើលោកមិនដែរញ៉ាំអាហារទាំងហ្នឹងទេមែនទេខ្ញុំគិតថាលោកមកពីគ្រួសារអ្នកមានតើហ៊
ហ៊ីថេក៏តបខ្ញុំមិនសូវដឹងច្រើនទេខ្ញុំនាំនាងមកទីនេះដោយសារតែខ្ញុំឮថាវាថ្លៃហើយល្បីគឺខ្ញុំចង់បានបន្ទុកពីនាងឲ្យបានច្រើនអញ្ចឹងមានន័យថាគេចាប់អារម្មណ៍ទៅលើម្យងហ៊ីមែនតើនេះឬហើយគេឲ្យម្យងហ៊ីសងកាក់ឡានក្រុងមកគេវិញមកម្យងហ៊ីនឹងរៀបចំរួចហើយប៉ុន្តែសុទ្ធតែកាក់ចាស់របៀបដូចថាលុយយើងលុយថ្មីលុយចាស់អញ្ចឹងណាដល់ចឹងទៅហ៊ីថេគេឡើងអស់សំណើចមែនតើគេថាឲ្យតែពេលណាខ្ញុំបានជួបនាងខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាកំពុងតែរំលឹកស្នាមញញឹមដែលខ្ញុំខកខានញញឹមអស់រយៈពេលជាច្រើនឆ្នាំអាយ៉ាសម្ដីផ្អែមតើនេះចេញមកព្រានហ្មងណាញោហ៊ីក៏សួរលោកនិយាយអញ្ចឹងដាក់គ្រប់មនុស្សស្រីមែនទេហ៊ីថេគេថាអត់ទេនាងជាមនុស្សទី1ហើយបន្ទាប់ពីខ្ញុំរស់នៅយ៉ាងលំបាកជារៀងរាល់ថ្ងៃវាពិតជាស្រស់ស្រាយខ្លាំងណាស់នៅពេលដែលខ្ញុំបានជួបនាងពិតជាមនុស្សពិសេសខ្លាំងណាស់សម្រាប់ខ្ញុំអាយ៉ាចាប់ផ្ដើមញ៉ាយគេអញតើនេះញោហ៊ីនាងក៏អៀនដែរណានាងក៏និយាយបន្លប់ត្រូវហើយខ្ញុំជាកូនស្រីម្ចាស់រោងចក្រចងវ៉ាខ្ញុំពិសេសអញ្ចឹងហើយហ៊ីថេក៏ចង់ដឹងស្បែកជើងដែលគេទិញឲ្យតើវាល្មមទេស្រាប់តែពេលហ្នឹងគ្រូពេទ្យដែលធ្វើការជាមួយញោហ៊ីក៏បានមកទីនេះដែរគ្រូពេទ្យសង្ហាហ្នឹងគេមានឈ្មោះថាយូផ្ចងឈុលអញ្ចឹងអត់មានហៅថាគ្រូពេទ្យយូហ្មងទៅណោះគ្រាន់តែឃើញគ្រូពេទ្យយូញោហ៊ីនឹងភ័យក៏យកមនុស្សយកមកបាំងមុខនាងហ៊ីថេក៏សួរតើចង់កំងអីទៀតមែនទេភ្លាមញោហ៊ីដូចជាស្រេកទឹកនាងរកមើលអីញ៉ាំតិចសិនហ៊ីថេក៏ថាមើលចោះដៃរបស់នាងញ័រហើយអញ្ចឹងគួរតែកំងបៀទៅប៉ុន្តែញោហ៊ីនឹងញ៉ាំតែទឹកទៅគឺបានហើយម្នាក់ប្រុសអាវខ្មៅនោះគេនិយាយថាឯងដឹងទេគេលៀនឧបថាយិកាផ្នែកសង្គ្រោះបន្ទាន់ដែលឯងកំពុងតែព្យាយាមតាមស្រឡាញ់នឹងនាងនោះជាស្រីរឹងរូសណាស់គ្រូពេទ្យយូគេថាខ្ញុំទើបតែដឹងថានាងជាមនុស្សពូកែតាក់ប្រុសនាងគ្រាន់តែធ្វើជាល្អដើម្បីរៀបការចូលគ្រួសារអ្នកមានតែប៉ុណ្ណោះញោហ៊ីវិញនាងឡើងចង់ស្រក់ទឹកភ្នែកហើយគេនិយាយដើមអញ្ចឹងនាងញ៉ាំអាហារមិនចង់ចូលនោះទេហ៊ីថេប្រាប់ថាកុំបង្ខំខ្លួនឯងឲ្យញ៉ាំអីវានឹងធ្វើឲ្យនាងឈឺញោហ៊ីវិញនាងថានាងមានអារម្មណ៍ថាអត់សូវស្រួលខ្លួនទេគ្រូពេទ្យយូនឹងនៅតែបន្តនិយាយទៀតមិនថានាងខំប្រឹងយ៉ាងណាទេគ្មានប្រុសអ្នកមានណាមកចង់បាននាងឡើយមនុស្សស្អីគ្មានដឹងកន្លែងខ្លួនឯងអញ្ចឹងស្រាប់តែហ៊ីថេយើងគេថាគេទៅយកទឹកបន្តិចសិនដឹងថាគេកាន់កែវទឹកគេទៅណាទេគឺគេយកទៅចាក់លើក្បាលគ្រូពេទ្យយូតែម្ដងហើយក៏រកលេសថាគេមិនប្រយ័ត្នធ្វើឲ្យកពប់អីអញ្ចឹងទៅគ្រូពេទ្យយូគេពិតជាខឹងខ្លាំងមែនទេណាមកចាក់ទឹកលើក្បាលគេអញ្ចឹងញោហ៊ីវិញនឹងក៏ឆ្ងល់ដែរដែលហ៊ីថេធ្វើបែបហ្នឹងហើយពេលហ្នឹងគ្រូពេទ្យយូក៏បានឃើញញោហ៊ីដែរតែឧបាហ៊ីថេយើងក៏បានបាំងជាប់តែម្ដងមិនតែប្រទេសក៏ឲ្យលុយដើម្បីយកអាវយកទៅបោកគក់ទៅហើយប្រយ័ត្នមាត់ខ្លួនឯងផងញោហ៊ីយើងនឹងដើរលឿនពេកហ្នឹងក៏កន្លាច់ស្បែកជើងធ្លាក់ទៅលើកម្មចដាហ៊ីថេក៏សួរយន់នាងមិនអីទេមែនទេនាងអាចងើបបានដែរអត់នាងថាមិនអីទេគ្រាន់តែរមូលសរសៃតែប៉ុណ្ណោះហ៊ីថេគេបារម្ភណាស់ណាគេថាចាំគេ3តែញោហ៊ីអត់ឲ្យ3ទេគេថាគេអាចដើរខ្លួនឯងបាននាងចង់ពាក់ស្បែកជើងកាយនឹងទៀតហ៊ីថេក៏ថាឲ្យបែបនេះហើយនាងនៅតែចង់ពាក់វាដើរបានយ៉ាងម៉េចញោហ៊ីក៏តបខ្ញុំប្រាប់ហើយថាខ្ញុំអាចដើរបានឃើញថាពេលនេះញោហ៊ីពិតជាខឹងខ្លាំងមែនទែនស្រាប់តែហ៊ីថេក៏ចាប់3នឹងតែម្ដងទៅនិយាយស្ដាប់គ្នាញោហ៊ីក៏សួរលោកកំពុងតែធ្វើអីហ្នឹងហ៊ីថេគេថានាងត្រូវការព្យាបាលខ្ញុំនាំនាងទៅមន្ទីរពេទ្យកុំទៅមន្ទីរពេទ្យអីទៅកន្លែងណាក៏បានដែរឲ្យតែក្រៅពីមន្ទីរពេទ្យអញ្ចឹងហើយហ៊ីថេក៏នាំញោហ៊ីមកអង្គុយនឹងមាត់ទឹកតែម្ដងទៅហើយក៏បានទិញថ្នាំយកមកលាបជើងនៅនឹងដែរមានទាំងបងរុំរបួសទៀតកំប្រាប់ថាញោហ៊ីលងស្នេហ៍ហ៊ីថេអើយធ្វើមិនទេបើម្នាក់ស្រស់ស្អាតម្នាក់សង្ហាវាចំពេលដែលផ្កាកំពុងតែធ្លាក់មកប្រងព្រាតទៀតមើលទៅវាពិតជាមានភាពរ៉ូមែនទិកមែនទែនកំពុងតែមើលផ្កានឹងហ៊ីថេគេលួចមើលមុខរបស់ញោហ៊ីគេធ្លាប់សិក្សាពីរុក្ខជាតិដែរគេដឹងថានៅចុងសប្តាហ៍ក្រោយផ្កាទាំងអស់នឹងត្រូវស្វិតសពូនអស់ហើយមានន័យថាពួកគេត្រូវតែជួបគ្នាម្ដងទៀតឲ្យបានមុនចុងសប្តាហ៍ក្រោយញោហ៊ីក៏សួរតើប៉ារបស់លោកនៅតែបង្ខំលោកឲ្យមកជួបខ្ញុំមែនទេខ្ញុំជាកូនស្រីម្ចាស់រោងចក្រដូច្នេះលោកត្រូវតែរៀបការជាមួយខ្ញុំហ៊ីថេថានិយាយដោយស្មោះត្រង់ទៅវាមិនមែនជាលើកទី1ទេដែលខ្ញុំជួបនាងនៅសន្តាគារនោះខ្ញុំបានឃើញគ្រោះថ្នាក់ចរាចរណ៍នៅពីមុខសន្តាគារពេលដែលខ្ញុំកំពុងតែអង្គុយចាំនាងខ្ញុំគិតថានរណាទៅខ្វល់ពីការណាត់ជួបទៀតទៅខ្ញុំគួរតែទៅនិយាយជាមួយនារីដែលបានជួបមុននោះប៉ុន្តែនាងក៏បានដើរចូលមកធ្វើជាដៃគូណាត់ជួបរបស់ខ្ញុំនាងមិនចាំបាច់ជាលីសូយុនឬក៏ជាកូនស្រីម្ចាស់រោងចក្រទេទោះបីជានាងជាសុងម៉ាល់ចាឬក៏គឹមបុកសុនក៏វាគ្មានអីខុសប្លែកចំពោះខ្ញុំដែរមានន័យថាហ៊ីថេគេចាប់អារម្មណ៍ទៅលើម្យងហ៊ីគឺជាម្យងហ៊ីនឹងហ្មងគេមិនខ្វល់ទេថាម្យងហ៊ីមានឬក្រនោះអូយស្នេហាគេអីក៏ sweet មែនមិនតែប៉ុណ្ណោះទេថែមទាំងទិញស្បែកជើងមួយគូទៀតមកឲ្យម្យងហ៊ីពាក់ទៀតនិយាយទៅចេះថែខែមកចំម្យងហ៊ីក៏សរសើរថាហ៊ីថេពិតជាធ្វើបានល្អណាស់បើសិនជាគេប្រឡងជាប់គេច្បាស់ជាខ្លាចជាគ្រូពេទ្យដ៏ល្អជាមិនខានណែហ៊ីថេគេថាគេប្រឡងជាប់ហើយតាហេតុអីក៏នាងមិនអាចជឿខ្ញុំបានខ្ញុំមិនបញ្ចប់ការសិក្សាដោយសារតែខ្ញុំជ្រើសរើសបែបនេះហេតុអីក៏លោកជ្រើសរើសបែបនេះទៅតើនាងចង់នឹងថាហេតុអីទេប៉ុន្តែបើសិនជាខ្ញុំប្រាប់នាងមានន័យថាយើងស្និទ្ធស្នាលគ្នាហើយណាយើងហ៊ីក៏ងក់ក្បាលទៅហ៊ីថេក៏ប្រាប់ថាខ្ញុំនឹងចូលរួមប្រកួតមហោស្រពចម្រៀងនៅសាកលវិទ្យាល័យបើសិនជាខ្ញុំបញ្ចប់ការសិក្សានោះខ្ញុំមិនអាចចូលរួមបានទេខ្ញុំអាចចូលរួមបានដោយសារតែខ្ញុំនៅជាសិស្សនៅទីនោះលើបែបហ្នឹងញោហ៊ីនាងក៏អត់សំណើចហើយហ៊ីថេគេសម្លឹងមុខរបស់ញោហ៊ីទៀតហើយគេថាលើក្រោយខ្ញុំអាចជឿនាងស្ដាប់បានតែយើងអាចជួបគ្នាម្ដងទៀតមុនពេលផ្កាក្រៀមស្វិតដែរទេញោហ៊ីក៏សួរតើលោកនិពន្ធដោយខ្លួនឯងមែនទេហ៊ីថេក៏ប្រាប់ទៅថាត្រូវហើយអញ្ចឹងញោហ៊ីនាងក៏យល់ព្រមនាងចង់ស្ដាប់បទហ្នឹងដែរណែគេវិវត្តទៅបន្តិចទៀតហើយតិចទៀតគេស្រឡាញ់គ្នាហើយណាមិនដឹងថាហ៊ីថេរំភើបអស់ហោះទៅដល់ណាទេនេះចំណែកឯស៊ូយុនវិញកំពុងតែខឹងគ្នារបស់នាងតែញោហ៊ីថាកុំខ្វល់ពីរឿងហ្នឹងពេកអីទោះបីជាឯងខំប្រឹងយ៉ាងណាក៏គេនៅតែចាប់កំហុសរបស់ឯងដែរហើយញោហ៊ីនាងបានយកអីវ៉ាន់យកមកសងស៊ូយុនវិញហើយប៉ុន្តែអាវមួយទៀតចាំពេលនាងបោកហើយចាំនាងយកមកឲ្យស៊ូយុនក៏ឆ្ងល់អញ្ចឹងមានន័យថាឯងពាក់អាវនឹងទៅជួបគេយើងបានបិទលេខទូរស័ព្ទគេហើយតើញោហ៊ីគេថាគេបានជួបគ្នាជាមួយនឹងហ៊ីថេចៃដន្យហ្នឹងណាគេមិនអាចចាំការសម្រេចចិត្តរបស់ស៊ូយុនបានអញ្ចឹងហើយគេក៏ទៅជួបហ៊ី
ថេតែម្ដងទៅស៊ូយួននឹងបិទទូរស័ព្ទគឺដោយសារតែនាងសេតពីក្រុមរបស់នាងពេកនាងក៏ចង់ដឹងគ្មានរឿងអីកើតឡើងទេមែនទេគឺថាម្យ៉ាងហ៊ីនាងមានកម្រងថាទៅជួបហ៊ីថេម្ដងទៀតតែនាងមិនសំណុកក្នុងខ្លួនសោះនៅពេលដែលនាងកុហកហ៊ីថេអញ្ចឹងដល់ទៅស៊ូយួនវិញនាងនៅតែខឹងអាប៉ែនោះដែលបោះចោលនំនាងអញ្ចឹងណាបើថាមិនស៊ីទេមិនឲ្យនាងមកវិញមកឬហើយក៏គិតទៅដល់រឿងរបស់ម្យ៉ាងហ៊ីវិញម្ដងតើមានរឿងអីទៅដែលធ្វើឲ្យម្យ៉ាងហ៊ីមិនសំណុកខ្លួននោះម្យ៉ាងហ៊ីប្រាប់ថាគេនឹងជួបហ៊ីថេម្ដងទៀតតែស៊ូយួនថាឯងមិនបាច់ចាំទៅជួបគេឡើយចុះបើឥឡូវនេះគ្នារបស់គេចេញពីគុកអស់ហើយហើយគេនឹងឲ្យថ្លៃសម្បត្តិយន្តហោះទៅកាន់ម្យ៉ាងហ៊ីកុំបារម្ភអីម្យ៉ាងហ៊ីឆ្លងកាត់ច្រើនពេកហើយដោយសារតែគេស្រាប់តែប៉ារបស់គេក៏ហៅឲ្យគេចុះទៅក្រោមដឹងទេពេលដែលពីរនាក់គេចុះទៅដល់ក្រោមតែឃើញអីគឺថាហ៊ីថេគេបានទិញកាដូជាច្រើនមកទីនេះតែប៉ុណ្ណេះស៊ូយួននិងម្យ៉ាងហ៊ីចាប់បាត់ហើយពីរនាក់គេភ្ញាក់ផ្អើលជាខ្លាំងក៏ប៉ុន្តែមិនដឹងថាត្រូវធ្វើម៉េចទេហ៊ីថេក៏ដើរសម្ដៅទៅកាន់អ្នកទាំងពីរតែគេអត់និយាយជាមួយនឹងម្យ៉ាងហ៊ីទេគេនិយាយជាមួយនឹងស៊ូយួនពិតប្រាកដគេថានាងច្បាស់ជាសប្រៃណាស់ហើយដែលខ្ញុំមកមិនបានប្រាប់អ្នកនាងស៊ូយួនម្យ៉ាងហ៊ីឯនោះនាងភ័យសឹងតែស្លាប់ហើយនេះអញ្ចឹងមានន័យថាឧបាហ៊ីថេគេដឹងហើយថាម្យ៉ាងហ៊ីគ្រាន់តែបន្លំខ្លួនតែប៉ុណ្ណោះតាមពិតទៅមិនមែនគេមិនដឹងទេគេដឹងតាំងពីដំបូងឯណោះគ្រាន់តែថាចាប់អារម្មណ៍គេក៏ធ្វើជាមិនដឹងតែម្ដងទៅរឿងរបស់យើងភាគទី2ក៏ចាប់តែត្រឹមហ្នឹងហើយចាំមើលភាគទី3វិញម្ដងអរគុណអ្នកទាំងអស់គ្នាបាយបាយបើសិនជាអ្នកទាំងអស់គ្នាចង់លើកទឹកចិត្ត admin ក្នុងការសម្រាយរឿងបន្តទៀតអ្នកទាំងអស់គ្នាអាចឧបត្ថម្ភតាមរយៈកុងធនាគារនេះបានហើយកុំភ្លេចសរសេរ note នៅក្នុងនោះផងណាដើម្បីឲ្យ admin មើលទៅដឹងដូចជាសរសេរថា admin ពិតជាស្អាតខ្លាំងណាស់អីចឹងទៅតែបើសិនជា admin អត់បានឃើញទេអ្នកទាំងអស់គ្នាជួយ comment នៅក្នុងវីដេអូប្រាប់ admin ផងណាអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយ This is a drama. I'm the drama.